សម្រាប់អ្នកចូលចិត្តញ៉ាំម្ជូរពេលយប់ឃើញតែវីដេអូនេះច្បាស់ជាហត់ទៅទិញអ៊ំភ្លាមហ្មងអ៊ំក៏លក់ម្ជូរឆ្ងាញ់នៅកែងផ្សារទូតពងគាត់លក់ចាប់ពីម៉ោង4កន្លះរហូតដល់ម៉ោង11យប់តែប៉ុណ្ណេះសម្រាប់អ្នកដែលឃ្លានម្ជូរពេលយប់ឡើងអត់ដឹងទិញនៅណាហើយញ៉ាំឆ្ងាញ់គឺអាចមកហៅកន្លែងគាត់បានកន្លែងគាត់នេះគ្រឿងជ្រក់គ្រឿងត្រាំគាត់ឆ្ងាញ់ខ្លាំងមែនតើជាពិសេសហ្នឹងម្ជូររបស់គាត់គឺស្រស់តែម្ដងបើនិយាយពីពុទ្ធិអត់គ្រាប់នេះវិញស្រួយសឹបតែម្ដងកន្លែងគាត់មិនមែនមានលក់ម្ជូរតែប្រហែលមុខហ្នឹងតែក៏មានលក់ណែមានជ្រក់ជើងមាន់ជើងទាអូយលក់ច្រើនមែនតើជាពិសេសគាត់ក៏មានបាយក្តាំងដែរណាតែប៉ុណ្ណេះបងស្រីមិនបាច់បារម្ភទេឃ្លានម្ជូរពេលយប់ឡើងរត់ទៅផ្សារទូតពងវឹងគឺដឹងតែបានញ៉ាំហីបើនិយាយពីម្ជូរស្រស់ម្ជូរត្រាំគឺដឹងតែឆ្ងាញ់ហីប៉ុន្តែបើថែមជាមួយនឹងអំបិលទៀតអូយកាន់តែអែមហ្មងរបស់គាត់ធ្វើលក់តាមផ្លូវមែនប៉ុន្តែការរៀបចំនឹងអនាម័យឲ្យលេខ1ហ្មងហើយបើនិយាយពីទីតាំងកន្លែងគាត់វិញកាន់តែស្រួលហោទៀតគឺនៅកែងផ្សារទូតពងនឹងតែម្ដងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា